កម្មវិធីទៅរស់នៅសហរដ្ឋអាមេរិកជាអចិន្ត្រៃយ៍តាមរយៈ employment base ឬក៏ EB3 visa ហ្នឹងតើមានប្រកបដែរទេតើវាមានការបោកប្រាស់ដែរទេហើយថាតើយើងធ្វើយ៉ាងម៉េចយើងទៅសិក្សាស្វែងយល់ដោយខ្លួនឯងពីប្រភពរដ្ឋាភិបាលអាមេរិកដែលអាចធ្វើឲ្យបងជឿជាក់បានថាកម្មវិធីនេះគឺមានប្រកបមែនសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់បញ្ចែករំលែកប្រភពព័ត៌មានដែលចេញពីរដ្ឋាភិបាលអាមេរិកដែលបងអាចធ្វើការអានបានអំពីទិដ្ឋាការ EB3 ហ្នឹងដើម្បីបងអាចធ្វើការស្វែងយល់ថាតើវាមានប្រកបដែរទេវាពិតជាបោកប្រាស់ដែរទេហើយដោយសារមួយរយៈនេះគឺមានពាក្យចចាមអារាមថាកម្មវិធីនេះគឺបោកប្រាស់មិនមានទេកន្លងមកអីជាដើមហ្នឹងគឺថ្ងៃនេះចង់បញ្ចែករំលែក website របស់រដ្ឋាភិបាលអាមេរិកដែលបងអាចចូលទៅអានហើយស្វែងយល់ដោយខ្លួនឯងដោយមិនចាំបាច់ជឿពួកខ្ញុំជា agency ថាតើវាមានប្រកបដែរទេអញ្ចឹងថ្ងៃនេះចង់ចែករំលែក website ដែលបងអាចទៅអានបានអញ្ចឹង website ទី1ដែលបងអាចចូលមកធ្វើការសិក្សាបានពីកម្មវិធី EB3 visa ដែលទៅរស់នៅអាមេរិកតាមរយៈ employer ធានានៅអាមេរិកហ្នឹងគឺ website USCIS ហ្នឹងគឺពាក្យពេញរបស់គេ US Citizenship and Immigration Services US Citizenship and Immigration Services គឺជានាយកដ្ឋានអន្តរជាតិឬក្រសួងអន្តរជាតិរៀងរាល់អ្នកដែលចង់ទៅរស់នៅទៅអន្តរជាតិទៅសហរដ្ឋអាមេរិកទាំងអស់ហ្នឹងគឺឆ្លងកាត់ USCIS ទាំងអស់មិនថា family base មិនថា employment base មិនថា investment នេះគឺត្រូវឆ្លងកាត់ការ approval ពី USCIS នេះឯងដែលគេហៅកាត់ខ្មែរយើងអាចហៅកាត់ថាក្រសួងអន្តរជាតិហ្នឹងណាអញ្ចឹងនៅក្នុង website នេះគឺមានច្រើនមានទាំង family base មានទាំង investment base មានទាំង employment base ហើយ employment base ហ្នឹងឯងគឺ EB3 ហ្នឹងណាដូចបងឃើញនៅក្នុង screen អញ្ចឹងពាក្យថា E ហ្នឹងគឺ employment ហើយ B ហ្នឹងគឺ base នេះឯងហើយនឹង immigration ពាក្យថា immigration គឺទៅអន្តរជាតិគឺទៅរស់នៅជាអចិន្ត្រៃយ៍មិនទៅដល់សន្នដូច non immigration ទេហើយនៅក្នុង employment base នេះគឺគេមានច្រើនមាន1 2 3 4 5អញ្ចឹងទៅ1 2 3 4 5ហើយទីនេះគឺអ្វីដែលខ្ញុំលើកមកបង្ហាញនេះគឺទី3អញ្ចឹងទី3ហ្នឹងគឺកាត់ថា EB3 នឹងឯងអញ្ចឹងកម្មវិធីនេះគឺមានប្រកាសនៅលើ website ដែលមានប្រភពពីរដ្ឋាភិបាលសហរដ្ឋអាមេរិកមិនមែនជា website របស់ agency ណាមួយទេអញ្ចឹងជាព័ត៌មានដែលបងអាចយកទៅផ្លូវការបានហើយ EB3 នឹងដែរក៏គេមាន sub category ដែរគេចែកនៅក្នុងហ្នឹងគឺមាន3ទី1 skilled worker ហើយនឹង professional ហើយនឹង unskilled ឬក៏ other worker គឺខលមួយទៀតថា unskilled worker ចុះអញ្ចឹង unskilled worker គឺជាកម្មវិធីឬក៏ category ដែរបងខ្មែរយើងរើសយកច្រើនជាងគេដោយសារមួយហើយវាអត់ត្រូវការ experience ជាមួយនឹង education level ខ្ពស់ដូច skill ឬ professional នេះទេដែលទាមទារយ៉ាងហោចសញ្ញាបត្របរិញ្ញាហើយបទពិសោធន៍2ឆ្នាំទៅលើជំនាញដែលយើងមានហ្នឹងអញ្ចឹងណាហើយយើងអាចអុសមកបន្ថែមមកគឺថាគេនិយាយពី labor certification ហ្នឹងគឺសម្រាប់អ្នកដែលរស់នៅអាមេរិកតាមរយៈ employment base ប្រភេទទី3ហ្នឹង EB3 ហ្នឹងគឺត្រូវឆ្លងកាត់ក្រសួងការងារអាមេរិកដើម្បីស្នើសុំ labor certification ជាមុនសិននៅដំណាក់កាល labor certification ហ្នឹងគឺគេចង់ឲ្យយើងស្នើទៅ Department of Labor អាមេរិកដើម្បីស្នើសុំ labor certification ជាមុនសិនមិនអាចដាក់ពាក្យមក USCIS នឹងបានគោលបំណងគឺគេចង់ការពារការងារហ្នឹងទៅឲ្យពលរដ្ឋអាមេរិកគេមុនឲ្យយើងដែលជាអ្នកនៅខាងក្រៅណាអញ្ចឹងនៅក្នុងហ្នឹងយើងមើលមកមាន eligibility criteria ដែលយើងអាចមើលបានមាន skill គេត្រូវការគេខ្លះដូចរៀបរាប់ខាងលើ unskill គេត្រូវការគេខ្លះនៅខាងក្រោមហើយ professional នេះត្រូវការគេខ្លះអញ្ចឹងដូចយើងឃើញចឹង unskill សម្បូរជាងគេទី1គឺគេត្រូវការ labor certification ហើយតើយើងមាន labor certification ទើបយើងអាចស្នើសុំមក US Citizenship ហើយនិង Immigration នេះទៅអន្តរជាតិនឹងបានអញ្ចឹងដំណាក់កាលទី1គឺត្រូវក្រសួងការងារហើយនៅក្នុងហ្នឹង immigration process នៅពេលយើងបាន labor certification ពីក្រសួងការងារអាមេរិកយើងអាចមកស្នើសុំ immigration visa បានគេហៅ immigrant petition process ពេលថា petition នេះដូចជា sponsor ខ្មែរយើងនិយាយអីស្រួលស្ដាប់គឺធានាដូចយើងមានបងប្អូនឬក៏ប្តីប្រពន្ធធានាទៅរស់នៅអញ្ចឹងណាហៅថាប្តីប្រពន្ធធានាគេហៅ family petition ហើយអានេះគេហៅ employment petition
ចឹងពាក្យ petition នេះទៅរៀនថ្ងៃពាក្យ immigrant នេះគឺអន្តោប្រវេសន៍គឺទៅរស់នៅជាអចិន្ត្រៃយ៍បើសិនជាមិនមែនអន្តោប្រវេសន៍មិនដល់សោះដូចយើងទៅរៀនទៅលេងគេហៅ non immigrant ចឹងនៅក្នុង search preference ហ្នឹងឬក៏ទី3ហ្នឹង EB3 នេះគឺគេឲ្យយើង submit form I-140 នេះ for immigrant petition for alien worker ដើម្បីអាចទៅធ្វើការនៅអាមេរិកនឹងបានអញ្ចឹងណាពាក្យថា alien ហ្នឹងជាទូទៅរដ្ឋាភិបាលអាមេរិកនៅក្នុងភាសាច្បាប់របស់គេប្រើពាក្យ alien បើយើងមិនមែនជា US citizen ឬក៏ permanent resident ហ្នឹងអញ្ចឹងយើងអ្នកខាងក្រៅហ្នឹងណាបើចង់ស្នើសុំ petition ទៅរស់នៅអាមេរិកឬក៏ immigrant ទៅរស់នៅអាមេរិកហ្នឹងត្រូវ submit form I-140 នេះបងអាច download អានបន្ថែមទៀតបានហើយពីក្រោមហ្នឹងគឺគេនិយាយពី family member អញ្ចឹង family member គេចែងច្បាស់ណាបើយើងដាក់ពាក្យ I-140 ហ្នឹងយើង spouse ហើយនឹង unmarried children under 21 years old អាច eligible apply ដើម្បីអាចទៅរស់នៅ United States as a lawful permanent resident បានបែរទៅលើ approval អញ្ចឹងកន្លែងហ្នឹងគឺគេចង់មានន័យថាក្រុមគ្រួសារបងដែលគេរាប់ចូល2អូខេទី1 spouse ហ្នឹងប្តីប្រពន្ធទី2 children under 21អូខេគាត់ត្រូវ under 21ហើយគាត់ត្រូវ unmarried ទៀតបើគាត់លើសឬក៏លើស21ឬក៏មិនគ្រប់លក្ខខណ្ឌមួយនៃ2ហ្នឹងគឺអត់បានទៅអញ្ចឹងបើគ្រប់លក្ខខណ្ឌទាំងពីរគឺអធិស្ឋានអញ្ចឹងកម្មវិធីនេះគឺមានប្រកាសហើយគេមានចែងនៅក្នុង website របស់រដ្ឋាភិបាលអាមេរិកដូចមកឃើញខាងលើអញ្ចឹងឃើញគេមានទង់ជាតិអាមេរិកគេដាក់ថា an official website of the United States government ហ្នឹងគឺជា website official របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដូចបងផ្សេងៗបានធ្វើការនិយាយថាវាមានការឡើងវាមានកម្មវិធីហ្នឹងប្រយ័ត្នចាញ់បោកគេអីជាដើមហ្នឹងអញ្ចឹងគឺវាមានប្រកាសមែននៅក្នុង website របស់រដ្ឋាភិបាលហ្នឹងបងអាចធ្វើការចូលទៅអានខ្លួនឯងដើម្បីស្វែងយល់ពីនីតិវិធីរបស់វាជាមួយនឹងព័ត៌មានហ្នឹងណាបាទសួស្តីបងប្អូនគ្នាwebsite ទី2ដែលខ្ញុំចង់បង្ហាញទៅបងនេះគឺ website របស់ travelstate.gov ឬក៏ US Department of State អញ្ចឹង US Department of State វាយើងនិយាយជាខ្មែរឲ្យងាយស្ដាប់ណាគឺនាយកដ្ឋានការបរទេសឬក៏ក្រសួងការបរទេសចុះយើងនិយាយទៅជាខ្មែរណាបងអញ្ចឹងក្រសួងការបរទេសនេះហើយគឺជាស្ថាប័នមួយដែលគ្រប់គ្រងទៅលើស្ថានទូតសហរដ្ឋអាមេរិកឬក៏ស្ថានកុងស៊ុលអាមេរិកនៅទូទាំងប្រទេសរបស់ណាអញ្ចឹងនៅលើ website ហ្នឹងក៏បងអាចស្វែងយល់បានដែរទៅតាមការវិភាគអញ្ចឹងជារៀងរាល់ខែជាប្រចាំខែតែម្ដងក្រសួងការបរទេសអាមេរិកតែ release ឬក៏ចេញរបាយការណ៍ហ្នឹងហៅថារបាយការណ៍ visa bulletin គឺបងឃើញនៅកន្លែងមកយើង highlight អញ្ចឹងឥឡូវនេះគេចេញសម្រាប់ខែ11ហើយដែលជាខែមកដល់ហ្នឹងណាអញ្ចឹងបងអាចមើលនៅលើនឹងបានប្រភេទបងដែលដាក់ជា immigrant visa ហើយជាប្រភេទ visa ដែលគេមានចំនួនកំណត់ប្រចាំឆ្នាំឬក៏ cap ប្រចាំឆ្នាំគឺយើងអាចមកតាមដាន case របស់យើងនៅលើហ្នឹងឬក៏មើលថា case យើងទៅធ្វើដល់ណាអញ្ចឹងណាអញ្ចឹងពេលបងអស់មកក្រោមគឺឃើញហើយមានប្រភេទ family sponsor preference អញ្ចឹងប្រភេទ family នេះក៏រងចាំដែរដែលមាន F1 F2A F2B ឬក៏ F3 ឬក៏ F4 អីជាដើមសម្រាប់ F4 នេះគឺ brother ហើយនឹង sister របស់ US citizen ហ្នឹងក៏រងចាំដែរគឺគេបងប្អូនតាបងប្អូនហ្នឹងណាទៅក្នុងអាមេរិកអញ្ចឹងវាបច្ចុប្បន្ននេះ F4 នេះគេមើលតាមតារាងនេះគឺតាមតាបាន2000ទៅនេះអញ្ចឹង10ឆ្នាំជាង7ឆ្នាំនេះអញ្ចឹងបងក៏មើលហ្នឹងបើសិនជាបងចាប់ប្រើ EB3 ហ្នឹងបងមើលខាងក្រោមគឺ employment preference employment ហ្នឹងណា E ហ្នឹងគឺ employment B ហ្នឹងគឺ base ហើយ 3 ហ្នឹងគឺ cert category វិញទីថា EB3 ហ្នឹងហៅកាត់ខ្លីហ្នឹងអញ្ចឹង EB3 ហ្នឹងគឺគេបងដាក់ជាគេមាន skill មាន professional ហើយនិង other worker អញ្ចឹងសម្រាប់ other worker អ្វីដែរបងដាក់ភាគច្រើននៅប្រទេសកម្ពុជាយើងគឺ unskill និយាយខ្លីទៅ unskill ហ្នឹងគេឲ្យតែ 10000 ទឹកថការក្នុងមួយឆ្នាំគេ mention ច្បាស់10000ហ្នឹងគឺទាំងពិភពលោក worldwide ណាហើយ 7% តែមួយអាចទទួលបាន 7% ឬក៏លើសពី 7% នៃក្នុងឆ្នាំអញ្ចឹងបើបងមកមើលមកវាមាន employment base វាមាន1 2 3ហើយ3ហ្នឹងអានេះ skill worker ដែលក្នុងតារាងនេះគេដាក់2023មានន័យថាគេធ្វើដល់អ្នកដាក់ពាក្យ2023ហើយឬក៏អ្នកសុំ labor certification កាលពី2023ហ្នឹងណា
ដូចខ្ញុំនិយាយពីđầu tiênមួយអញ្ចឹងអានេះគឺសម្រាប់ Unskill បច្ចុប្បន្នដល់ខែ July 2021អញ្ចឹងវាប្រហែលជា4ឆ្នាំហើយបានចេញទៅណាមកអានេះជា estimate ហើយ visa bulletin នេះចេញរងខែវាអាចដើរទៅមុខវាអាចនៅថឹងតាមជាក់ស្ដែងណាប៉ុន្តែ estimate គឺចន្លោះ3ឆ្នាំ8ខែទៅ4ឆ្នាំទៅណាអញ្ចឹងបងអាចមកមើលនៅក្នុងហ្នឹងណាគឺវាមាន employment based other worker category អីចឹងទៅដែលជា website របស់ US government website គឺចេញពីប្រភពរដ្ឋាភិបាលប្រទេសតែបងចាំបាច់មើលទៅលើ website របស់ Metavina ណាបើសិនជាបងគិតថាទុកចិត្តបានអញ្ចឹងបងមានចេញពីរដ្ឋាភិបាលវិញគឺគេប្រកាសហើយគេប្រកាសអញ្ចឹងមួយទៀតដែរបងអាចចូលទៅមើល statistic នៅខាងឆ្វេងនេះមកចូលទៅ statistic ចឹង statistic នេះគឺជា visa statistic ដែលចេញដោយ embassy ឬក៏ counselor នៅទូទាំងពិភពលោកណាជាប្រចាំឆ្នាំតែគេមានពីររបាយការណ៍យើងទី1របាយការណ៍អ្នកដែលទៅរស់នៅអាមេរិក visa ដែលបានចេញរួចហ្នឹងមានន័យថាអ្នកដែលបានចេញទៅអានេះអ្នកមិនមែនទៅរស់នៅអាមេរិកឬក៏ non immigrant ទៅចឹងយើងមើល monthly immigrant visa issue ទៅពួកយើងចង់មើលអ្នកទៅរស់នៅអាមេរិកតាម EB3 ហ្នឹងណាអញ្ចឹងបងមកអស់មកខាងក្រោមមកគឺគេមានរបាយការណ៍ជា PDF file នេះឆ្នាំ2017យើងអស់មកក្រោមមកមានរាល់ឆ្នាំបើចង់ទៅមើលរាល់ឆ្នាំក៏បានដែរ download ព័ត៌មាននេះជាព័ត៌មានចេញពីរដ្ឋាភិបាលហើយជាព័ត៌មានសាធារណៈទៀតផងដែលបងអាចចូលទៅមើលមិនចាំបាច់ភ័យខ្លាចចាញ់បោកគេណាអញ្ចឹងខ្ញុំឧទាហរណ៍ physical year 2025ចោលក្នុងខែ October ខែ10 2024ខែ10 2024ប៉ុន្តែវាស្ថិតនៅក្នុង2025ដោយសាររៀងរាល់ខែ10ជាខែមួយដែលរដ្ឋាភិបាលអាមេរិកគេបានបញ្ជាថ្មីអញ្ចឹងណាអញ្ចឹងយើង download ខែ10ហ្នឹងគឺវានឹងចេញបាយការហ្នឹងហើយវា loading មកចាំអូខេអញ្ចឹងនេះរបាយការណ៍នេះជាក្នុងបែបនេះឯងរបាយការណ៍ចេញដល់នេះសូមការមកទេអញ្ចឹងនៅក្នុងនោះគេដាក់ immigrant visa issue ដោយ foreign state នេះហើយ foreign state ឆាឬក៏តាមរយៈប្រទេសកំណើតរបស់អ្នកដាក់ពាក្យណាយើងនិយាយចឹងអញ្ចឹងបងមើលអក្សរនេះអក្សរ A នេះ Afghanistan ណា Albania អូខេ Albania ហើយ Argentina អីជាដើមអញ្ចឹងយើងអស់មកក្រោមមកប្រទេសកម្ពុជាយើងទៅកម្ពុជាយើងអក្សរ C អូខេអញ្ចឹង C right here is Cambodia ណាអញ្ចឹងនៅក្នុង Cambodia នៅខែ10 fiscal year 2025នេះខែ10 2024ហ្នឹងគឺគេមានចេញថាការប្រភេទទៅរស់នៅជាច្រើនដែលមាន CR1 ប្រភេទ DV ឆ្នោត DV ហើយប្រភេទ F1 F2A F4 នេះ brother and US citizen ហ្នឹង brother sister នៃ US citizen ហ្នឹងអញ្ចឹងបងមើលមកនេះគឺប្រភេទ EW នេះហើយគឺជាប្រភេទ EB3 under worker ជាប្រភេទ EB3 under worker អញ្ចឹងមានន័យថាគឺមានអ្នកចេញទៅកាលពីខែ10នេះ2024ណាគឺ fiscal year 2025ហ្នឹងគឺមានអ្នកចេញទៅដល់តែ4ទឹកថាការគឺមានបានការណាអញ្ចឹងមានអ្នកចេញទៅជារៀងរាល់ឆ្នាំដែរគាត់ថាមានតិចមានច្រើនបងអាចdownloadមើលទៅជាព័ត៌មានសាធារណៈទេចាំ download ពេលណាក៏បានដែរយើងចូលទៅហើយនៅពេលដែលមានរបាយការណ៍ថ្មីដែលគេ update រួចមកគេចេញគឺបងចង់មើលប្រទេសផ្សេងក៏ឃើញដែរដូចជាចិន Colombia Congo Costa Rica ហើយយើងមកមើលខាងក្រោមទៀតមកយើងមកមើលប្រទេសជិតខាងយើងទៅផ្ទះលេខ3នៃប្រទេសវៀតណាមនេះគឺជាទីក្រមសាំប៊ីប្រទេសឡាវនេះជាប្រទេសឡាវនៅក្នុងខែ10ហ្នឹងឡាវអត់មានប្រភេទ EB3 ចេញទេតែមាន DV lottery ជាដើមនេះហ្វីលីពីនក៏មានច្រើនដែរហ្វីលីពីននៅក្នុងខែ10នោះគឺដល់រហូតដល់ទៅ39ទៅថាការនោះចឹងច្រើន EB3 នេះគឺចេញទៅទាំងពិភពលោករាប់ម៉ឺនរាប់ពាន់អ្នកទៅហើយអញ្ចឹងវាអត់មានអីថ្មីទេខាងក្រោមមិនមានជាការបោកប្រាស់អីទេដែរអញ្ចឹងយើងអាច download មើលបានថាភាពជោគជ័យនៃប្រទេសផ្សេងៗនេះជាដើមដូចប្រទេសថៃ Thailand គេមាន5ដែរដូចយើងមាន4គេមាន5ប្រហែលគ្នាដែរ
ចឹងនេះផ្ទះលេខ2សម្រាប់ផ្ទះលេខ3គឺរៀងច្រើនជាងគេដោយសារពួកគាត់ដាក់ច្រើនដែរគឺ242ទិដ្ឋាការមានថាពួកគាត់ដាក់ច្រើនណាស់កាលពីខែនោះចឹងគាត់ទទួលបានទិដ្ឋាការច្រើនដែរ200ជាងពីប្រទេសវៀតណាមណាចឹងគឺមានពិតប្រាកដរបស់អាច download មើលទៅនៅក្នុងរបាយការណ៍ដែលចេញពីប្រភពរដ្ឋាភិបាលអាមេរិកចឹងណាចឹងជាចុងក្រោយជា suggestion របស់ពួកខ្ញុំគឺបងត្រូវសិក្សាស្គាល់ពីកម្មវិធីនឹងឲ្យពិតប្រាកដសិក្សាដោយប្រើចំណេះដឹងខ្លួនឯងសិក្សាស្រាវជ្រាវមុននឹងធ្វើការវិនិច្ឆ័យកុំឲ្យចេះតែទទួលព័ត៌មានពីប្រភពដែលមិនបានសិក្សាឬព័ត៌មានដែលខ្វះភាពថ្លៃថ្នូរចេះតែគេថាមានមាត់ចេះតែថាអញ្ចឹងបងគួរសិក្សាខ្លួនឯងមុននឹងវិនិច្ឆ័យជៀសវាងការទទួលព័ត៌មានខុសកាលណាការបងទទួលព័ត៌មានខុសគឺសម្រាប់ចិត្តខុសហើយអញ្ចឹងណាអញ្ចឹងបងត្រូវសិក្សាខ្លួនឯងហើយទី3នោះគឺជឿជាក់លើព័ត៌មានដែលខ្លួនឯងសិក្សាអញ្ចឹងសម្រាប់បងដែលចេះអង់គ្លេសភាគច្រើនគាត់បានសិក្សាច្រើនសម្រាប់បងដែលមិនចេះអង់គ្លេសគឺអាចលំបាកបន្តិចដោយសារព័ត៌មានទាំងអស់នេះគឺចេញពីរដ្ឋាភិបាលអាមេរិកហើយគេប្រើប្រាស់ភាសាអង់គ្លេសអញ្ចឹងណាអញ្ចឹងត្រូវជឿជាក់លើចំណេះដឹងខ្លួនឯងដែលបានសិក្សាហើយបើបានសិក្សាយល់ហើយមានគោលដៅថាចង់ទៅប្រកបនឹងបងអាចធ្វើការដាក់ពាក្យឲ្យឆាប់ទៅដោយសារការបង្រៀនគឺយូរដែរ3ឆ្នាំជាងទៅ4ឆ្នាំណាហើយជាចុងក្រោយកុំ invest ទៅលើអ្វីដែលយើងអត់យល់ឬក៏កុំ invest ទៅលើ something that you don't understand ចឹងណា so you need to do your own research ហើយយក knowledge ខ្លួនឯងមកធ្វើការសម្រេចចិត្តចឹងណាជាជាងការទៅជឿអ្នកដទៃសូម្បីតែពួកខ្ញុំក៏បងបាច់ជឿដែរសិក្សាមើលទៅចឹងសម្រាប់បងដែលចង់ទៅរស់នៅអាមេរិកតាមរយៈ EB3 ហ្នឹងបច្ចុប្បន្នយើងមានការងារច្រើនណាស់នៅ Stockton ជាពិសេសជាការងារល្អជាងគេរោងចក្រតម្លៃផ្ទុយកុងតំណែង$18ក្នុងមួយម៉ោងហើយគេទទួលបាន submit LC បានភ្លាមបន្ទាប់ពី employer accept ណាអញ្ចឹងចង់សិក្សាបន្ថែមមិនសូវចេះអង់គ្លេសអាចតាក់ទងជាមួយក្រុមហ៊ុនបងអូនបានសិក្សាឲ្យមិនគិតថ្លៃទេជាចុងក្រោយបាទកម្មវិធី EB3 នេះគឺមានជាយូរណាស់មកហើយមិនមែនជាកម្មវិធីថ្មីទេបងបានស្វែងយល់ពី website ខាងលើដែលខ្ញុំរៀបរាប់អញ្ចឹងគឺព័ត៌មានចេញពីប្រភពរដ្ឋាភិបាលអាមេរិកដែលបងអាចជឿបានហើយអញ្ចឹងណាហើយកម្មវិធីនេះក៏មានអ្នកជាប់ទៅជារៀងរាល់ឆ្នាំដែរទូទាំងពិភពលោករាប់រយរាប់ពាន់អ្នកហើយរួមទាំងប្រទេសកម្ពុជាយើងផងដែរអញ្ចឹងដើម្បីអាចជឿជាក់បានបងគួរសិក្សាខ្លួនឯងឲ្យយល់ហើយសម្រាប់បងដែលមិនទាន់បានស្វែងយល់ក៏អាចណាត់ជួបពួកខ្ញុំតាមអនឡាញក៏បានមកការិយាល័យក៏បានឬក៏ Telegram ក៏បានគឺយើងផ្ដល់ព័ត៌មាននិងការប្រឹក្សាពីកម្មវិធីហ្នឹងអត់គិតថ្លៃទេហើយបងដាក់ពាក្យក៏បានមិនដាក់ពាក្យជាមួយយើងខ្ញុំក៏បានដែរយើងនឹងផ្ដល់ព័ត៌មានពេញលេញជូនបងគ្នាអញ្ចឹងចង់រៀនបន្ថែមពីកម្មវិធីនេះដើម្បីឲ្យជឿខ្លួនឯងអាចជឿជាក់ថាវាមានប្រកបតាក់ទងមក Telegram យើងខ្ញុំ